ត្រូវតែវះកាត់បដូរថ្លើមជាបន្ទាន់បើមិនដូច្នោះទេគាត់ប្រហែលជាមិនអាចឆ្លងផុតយប់នេះទេហ៊ានណាស់ហ៊ានធ្វើឲ្យខ្សោយខ្លាំដល់ថ្នាក់នេះកម្មពៀពិតមែនអាត្រិឆាននឹងវាចង់សម្លាប់ឪពុកបង្កើតខ្លួនឯងឲ្យស្លាប់ទាំងរស់មែនទេខ្លាំងឈាមរបស់មន្ទីរពេទ្យកំពុងតែខ្វះខាតម្យ៉ាងទៀតការគូបគងថ្លើមត្រូវប្រើពេលវេលាសូមឲ្យសាច់ញាតិផ្ទាល់ប្រញាប់ទៅពិនិត្យឈាមគូបគងជាបន្ទាន់មួយទៀតថ្លៃវះកាត់និងថ្លៃព្យាបាលបន្តប្រហែលជាត្រូវការ 200,000 អ្នកត្រូវតែប្រញាប់ទៅបង់ប្រាក់ឲ្យបានឆាប់បំផុតដើម្បីឲ្យពួកយើងរៀបចំការវះកាត់ភ្លាម 20,000ថ្លៃព្យាបាលទាំងអស់ខ្ញុំជាអ្នកចេញប្រើថ្នាំដែលល្អបំផុតទៅរៀបចំការវះកាត់ភ្លាមទៅតែថាគ្រូពេទ្យនិយាយថាត្រូវរកសាច់ញាតិផ្ទាល់មកធ្វើការពិនិត្យយកឈាមខ្ញុំទៅពិនិត្យចុះខ្ញុំជាបងប្រុសបង្កើតរបស់គាត់ឈាមជ័រតែមួយសាច់ឈាមតែមួយយកឈាមខ្ញុំទៅលទ្ធផលគូកងត្រូវគ្នាអាចធ្វើការវះកាត់បដូរថ្លើមបានហើយប៉ាអាយុច្រើនហើយការវះកាត់នេះមានហានិភ័យខ្ពស់ណាស់វ៉ៃដងទោះបីជាគាត់ខុសប៉ុណ្ណាក៏ដោយក៏គាត់ជាប្អូនប្រុសបង្កើតរបស់ខ្ញុំដែរខ្ញុំមិនអាចឈោមមើលគាត់ស្លាប់ដោយដៃទេបានទេកូនប៉ាតើឯងដឹងខ្លួនវិញហើយមែនទេគ្រូពេទ្យគាត់ដឹងខ្លួនហើយហើយតាវអាត្រិឆានហើយតាវនោះទៅណាហើយកុំនិយាយដល់អាត្រិឆាននោះអីវាដណ្ដើមយកលុយសង្គ្រោះជីវិតរបស់អាតូចទៅបាត់ហើយបន្ទាប់ពីវាច្រើនអ្នកវាយកលុយហើយរត់បាត់ស្រមោលប៉ុន្មានថ្ងៃនេះមិនឃើញសំបីតែស្រមោលវាចង់តែឲ្យអ្នកឆាប់ស្លាប់ប៉ុណ្ណោះចុះការវះកាត់របស់ខ្ញុំថ្លៃវះកាត់$20,000នោះអ្នកណាជាអ្នកបងទៅមានអ្នកណាទៀតទៅគឺវៃដងដែលយើងតែងតែមើលងាយនឹងតែងតែធ្វើបាបគេជាអ្នកបងមិនត្រឹមតែវៃដងបងថ្លៃព្យាបាលដ៏ថ្លៃនេះទេអ្នកដឹងទេហាជីវិតអ្នកមួយនេះគឺបានមកពីបងប្រុសរបស់អ្នកតែសុខចិត្តវះថ្លើមខ្លួនឯងដើម្បីសង្គ្រោះជីវិតអ្នកពុកអើយយើងពិតជាសកម្មភាពណាស់យើងសុខចិត្តធ្វើគ្រប់យ៉ាងដើម្បីកូនទេរឆានម្នាក់នោះរហូតធ្វើបាបគ្រួសារវីដុងដល់ថ្នាក់ហ្នឹងតែចុងក្រោយអ្នកដែលជួយសង្គ្រោះជីវិតយើងបែរជាគេទៅវិញយើងវាអន់ជាងសត្វទេរឆានទៅទៀតបងប្រុសខ្ញុំសាវជីនបាងម្នាក់នេះមិនមែនជាមនុស្សទេស៊ីវវិនកូនមកនេះបន្តិចមកពុកកុំហៅពុកអីត្រកូលសាវរបស់ពុកពិតជាជំពាក់កូនខ្លាំងណាស់ចាំពុកចេញពីមន្ទីរពេទ្យកូនត្រូវតែដាក់ពាក្យប្តឹងទៅតុលាការលែងលេះជាមួយអាត្រិឆានហើយតាវនោះទៅកូននៅក្មេងនៅឡើយកូនមិនអាចបណ្ដោយឲ្យមនុស្សអាក្រក់ម្នាក់នោះបំផ្លាញជីវិតកូនពេញមួយជីវិតបានទេត្រូវហើយលែងលេះជាមួយវាទៅស៊ីវវិនកន្លងមកម៉ាក់ប៉ាពិតជាមើលមិនឃើញពីចិត្តកូនប៉ាសុំទោសកូនខ្លាំងណាស់ចាប់ពីពេលនេះទៅប្រាក់សោធននិវត្តន៍របស់ប៉ាម៉ាក់ប៉ាមិនទុកមួយសេនឡើយគឺប្រគល់ឲ្យកូនទាំងអស់សម្រាប់ចិញ្ចឹមកូនទាំងពីរកូនត្រូវមើលថែកូនឲ្យបានល្អមិនបាច់ខ្វល់ពីប៉ាម៉ាក់ទៀតទេហើយក៏កុំខ្វល់ពីអាត្រិឆានម្នាក់នោះទៀតអីលោកហើយភ្លៀងធ្លាក់ខ្លាំងបែបនេះឯងនាំយកទ្រព្យសម្បត្តិទាំងអស់នេះតើឯងមានគម្រោងទៅរកស៊ីណេណាបងដាវបងស្ដាប់ខ្ញុំពន្យល់សិនខ្ញុំមានលុយនៅក្នុងដៃហើយខ្ញុំនឹងសុំបងលើនេះឯងលុយកោប៉ុណ្ណឹងមិនគ្រប់សងការប្រាក់របស់អញផងពូមីងពូយើងមកសួរសុខទុក្ខពូនឹងមីងពូសុខភាពពូល្អប្រសើរជាងមុនខ្លះហើយឬនៅវ៉ៃដងស៊ូហ្វិនស៊ីវអ៊ីពូពិតជាមានទោសពៃចំពោះក្មួយណាស់ពូគំរូមកដល់អាយុចំណាស់នេះទៅហើយបែរជាខ្លាយជាមនុស្សអត់ប្រយោជន៍ទៅវិញពូសូមពូកុំមានបន្ទុកក្នុងចិត្តអីរឿងរ៉ាវទាំងអស់វាបានកន្លងផុតទៅហើយវាមិនទាន់ផុតទេពូកុំគិតបែបនេះអីវាជារឿងអតីតកាលទៅហើយគឺពូនេះឯងដែលមិនបានអប់រំកូនឲ្យបានល្អពូកុំតន់និយាយរឿងនឹងអីអ្វីដែលសំខាន់បំផុតសម្រាប់ពូពេលនេះគឺការថែរក្សាសុខភាពឲ្យបានល្អ
ស៊ូហ្វិនអ្នកជួយឲ្យមីងទី2ទប់អារម្មណ៍សិនទៅវាពិតជាសត្វត្រឆានមែននេះគឺជាបាបកម្មដែលកូនប្រុសសត្វត្រឆានរបស់យើងបានសាងពួកយើងទាំងពីរអ្នកចាស់នេះសូមធ្វើជាគោជាសេះដើម្បីសងបំណុលដល់ពួកអ្នកវិញមីងទី2មីងកំពុងធ្វើអ្វីហ្នឹងក្រោកឡើងវិញភ្លាមមកពូទី2ហើយតើគឺជារឿងរបស់ហើយតើចំណែកពូនិងមីងគឺជារឿងរបស់ពូនិងមីងមូលហេតុដែលខ្ញុំមិនប្រកាន់ពូគឺដោយសារតែយើងជាសាច់ញាតិជិតដិតនឹងគ្នារឿងរ៉ាវចាស់កន្លងមកនៅថ្ងៃនេះក្នុងបន្ទប់ពេទ្យមួយនេះសូមឲ្យវាបញ្ចប់ត្រឹមតែប៉ុណ្ណេះចុះចាប់ពីពេលនេះទៅពូគូសម្រាប់ព្យាបាលជំងឺឲ្យបានបងប្រុសកូនឯងណែណាកូនជួយក្រុមពូឲ្យក្រោកឡើងពូចង់ទៅមើលគេបន្តិចពូកុំបារម្ភអីសុខភាពរបស់ពូគាត់រឹងមាំណាស់គាត់ចេញពីមន្ទីរពេទ្យយូរហើយឥឡូវគាត់កំពុងសម្រាប់ព្យាបាលនៅផ្ទះលោកប៉ូលីសខ្ញុំឈ្មោះចៅហៃតាវខ្ញុំមកសារភាពកំហុសខ្ញុំបានប្រព្រឹត្តបទច្បោកកិច្ចសន្យាកិច្ចពីបំណុលយ៉ាងច្រើនសន្ធឹកសន្ធាប់ដោយខុសច្បាប់ហើយខ្ញុំថែមទាំងលួចយកលុយសង្គ្រោះជីវិតរបស់គ្រួសារទៀតខ្ញុំសូមទទួលស្គាល់កំហុសខ្ញុំសុខចិត្តទទួលទោសទណ្ឌគ្រប់យ៉ាងពីច្បាប់ពុកម៉ែបងប្រុសបងថ្លៃសៀវភីងកូនសុំទោសដល់ពេលដែលកូនត្រូវទៅសង្កម្មហើយនៅក្នុងគុកកូនរងទុក្ខវេទនាគ្រប់គ្រាន់ហើយចេញមកក្រៅវិញជីវិតត្រូវតែចាប់ផ្ដើមសារជាថ្មីរោងចក្រយន្តហោះយន្តហ្វឹងឥឡូវនេះរីកចម្រើនធំធេងណាស់ក្នុងរោងចក្រកំពុងត្រូវការអ្នកបោសសម្អាតឬអ្នករើសកាកសំណល់ដែលជាការងារកម្រិតទាបប្រាក់ខែ200យន្តក្នុងមួយខែតើធ្វើអត់ខ្ញុំធ្វើបងប្រុសការងារណាដែលលោកខ្វក់ឬហត់នឿយប៉ុណ្ណាក៏ដោយខ្ញុំសុខចិត្តធ្វើទាំងអស់នាយករោងចក្រចៅកម្លាំងបច្ចេកទេសដែលវិលត្រឡប់មកវិញពិតជាអស្ចារ្យណាស់ការបញ្ជាទិញអន្តរជាតិនេះយើងចុះហត្ថលេខារួចរាល់ហើយមកពួកយើងលើកកែវទាំងអស់គ្នាសូមជូនពរដល់សម័យកាលដ៏ល្អនេះហើយក៏ជូនពរដល់ក្រុមគ្រួសារយើងដែលទឹកមិនអាចកាត់ត្រីបានមួយនេះរីករាយថ្ងៃឆ្នាំថ្មីរីករាយថ្ងៃឆ្នាំថ្មីរឿងថ្លៃសិក្សាទោះមេក្រឡុំក៏មានខ្ញុំត្រដែរប៉ុន្មានឆ្នាំនេះខ្ញុំធ្វើការនៅរោងចក្រអនរបស់វាខ្ញុំយល់ច្បាស់ណាស់ថាទីផ្សារឥឡូវកំពុងខ្វះអ្វីខ្លះអាហើយតើវាអាចរកលុយបានដោយសារស្នាដៃខ្ញុំម្សៅវៃដុងក៏អាចចាប់ផ្ដើមអាជីវកម្មថ្មីដោយខ្លួនឯងបានដែរវៃដុងឯងឈួតហើយមែនទេផ្ទះយើងក៏លំបាកបែបនេះយកលុយឯណាទៅចាប់ផ្ដើមពុកការបើករោងចក្រមិនមែនជារឿងតូចតាចទេតើគ្រួសារយើងទៅរកលុយច្រើនបែបនេះមកពីណាស្អែកនេះអ្នកនឹងដឹងហើយពុកម៉ែមើលចុះឆ្នាំនេះរោងចក្រយើងរកបានយ៉ាងហោចណាស់ក៏ប៉ុណ្ណេះដែរល្អណាស់ហើយតើកូនម៉ែពិតជាមានសមត្ថភាពមែនហើយបងប្រុសដែលជាកម្មករកម្រិត2របស់អ្នកនោះឆ្នាំនេះអ្នកបើកឲ្យគាត់ប៉ុន្មាន800គាត់នៅរអ៊ូថាបានតិចទៀតថែមទាំងហ៊ានមកទាមទារខ្ញុំរឿងចំណែកចំណេញ 30% កាលពីមុនទៀតធ្វើមុខដាក់ខ្ញុំភ្លាមថាឈប់ធ្វើហើយ800ហ្នឹងឲ្យគាត់800គឺច្រើនលើសលប់ហើយរោងចក្រហៃតាវជាអ្នកចេញលុយបង្កើតម៉ាស៊ីនក៏ហៃតាវជាអ្នកទិញដែរគាត់គ្រាន់តែប្រើកម្លាំងបន្តិចបន្តួចប៉ុណ្ណោះមួយខែបាន2ទៅ300នៅរអ៊ូថាបានតិចទៀតបើគ្មានហៃតាវផ្ដល់អាហារឲ្យគាត់ទេគ្រួសារគាត់ទាំងមូលប្រហែលជាដាច់ពូស្លាប់បាត់ទៅហើយធ្វើជាមនុស្សត្រូវចេះដឹងគុណគេខ្លះកុំលោភលន់ពេកពិតជាអាត្មានិយមណាស់ម៉ាក់ឯងនិយាយត្រូវហើយនាងសៅវៃដុងនឹងគ្រាន់តែជាកម្មករដែលគេបញ្ឈប់ពីការងារការដែលឲ្យនាងមានបាយហូបគឺជារឿងដែលគ្រួសារយើងមានចិត្តមេត្តាដល់សាច់ញាតិហើយចុះនាងនៅមានអ្វីមិនពេញចិត្តទៀតប៉ាម៉ាក់ចាំមើលទាំងអស់គ្នាទៅប្រពន្ធរបស់គាត់គឺចាងស៊ូហ្វិនក៏គ្មានការងារធ្វើដែរឯកូនប្រុសឈ្មោះសាវយូចិត្តដល់ពេលចូលរៀនមហាវិទ្យាល័យហើយថ្លៃឈ្នួលរៀនក៏គ្មានដែរ
ខ្ញុំហ៊ានភ្នាល់ក្រោយឆ្នាំថ្មីនេះដើម្បីរកប្រាក់ចិញ្ចឹមជីវិតសាវវៃដងនឹងត្រូវតែមកសុំអង្វរខ្ញុំវិញជាមិនខានត្រឡប់ទៅរោងចក្រសុំការងារខ្ញុំវិញទៅនឹងហើយតើគាត់អាចរឹងក៏បានយូរប៉ុណ្ណាទៅហើយតើពុកម៉ាក់កាលពីសម័យនោះរោងចក្រយើងចិត្តខ្សែធនបងប្រុសសុខចិត្តបោះបង់ការងាររដ្ឋដ៏មានស្ថិរភាពចោលដើម្បីមកជួយពួកយើងបច្ចេកទេសរបស់បងប្រុសគឺជាឆ្អឹងខ្នងនៃរោងចក្រយើងឥឡូវនេះយើងរកលុយបានហើយបែរជាឲ្យគាត់ត្រឹមតែ800យ៉នធ្វើបែបនេះគឺដាច់ខាតពេកហើយអញនេះអត់ដឹងស្អីទេចេះតែនិយាយផ្ដេសផ្ដាសអញមានសិទ្ធិអីមកជ្រៀតជ្រែករឿងនេះខ្ញុំគ្រាន់តែគិតថាបងប្រុសមានគុណលើពួកយើងស្ងាត់មាត់ទៅរោងចក្រនេះគឺខ្ញុំជាអ្នកសម្រេចអាសាវវៃដងនឹងវាជាអីគេបើគ្មានខ្ញុំសូម្បីតែបាយហូបក៏វាគ្មានដែរសៀវវិនរឿងរកស៊ីជារឿងរបស់ប្រុសកុំចេះដឹងពេកគ្មានអ្នកណាចង់ស្ដាប់នាងទេទៅដុសខាត់អត់ទៅវៃដងលោកសាវវៃដងខ្ញុំបានរឿងអស់ហើយអាហើយតៅចង្រៃនោះហ៊ានយកលុយ800យន្តមកមើងងាយអញបើមិនមែនព្រោះតែអញទេរោងចក្រស្អុយរលួយរបស់វាប្រហែលជារលីបាត់យូរហើយនេះវាសាហាវពេកហើយលោកលីនមិនអីទេខ្ញុំបានលីឈប់ពីការងារនោះហើយបានសម្រាប់ខ្លះក៏ល្អដែរលីឈប់នឹងហើយល្អមនុស្សប្រភេទអត់កតញ្ញូនឹងបងនៅទីនោះមួយថ្ងៃទៀតក៏ខ្ជិះជីស្នាដៃជាងជំនាញកម្រិត8របស់បងដែរតែលោកចៅរឿងខ្លះបាត់បង់មួយក៏អាចទទួលបានអ្វីដែលប្រសើរជាងនេះដែរថ្ងៃនេះខ្ញុំមកជួបបងគឺយកឱកាសដ៏ធំមួយមកជូនបងឱកាសអីទៅនៅជីក្រុងមានរោងចក្រតូចមួយឈ្មោះថារោងចក្រគ្រឿងយន្តភូមិហុងស៊ីងធ្លាប់ពីឈ្មោះទេធ្លាប់ពើខ្លះដែរមានរឿងអីមែនទេម្ចាស់រោងចក្រនោះឈ្មោះលោកសិនជាមនុស្សត្រង់និងស្មោះត្រង់ណាស់គាត់ជាមនុស្សដែលចូលចិត្តធ្វើការងារជាក់ស្ដែងតែគាត់បែរជាមិនចេះបច្ចេកទេសទៅវិញកាលពីពេលថ្មីនេះគាត់ខំប្រឹងរត់រកលុយសូម្បីតែទៅខ្ចីបុលគេដើម្បីទិញគ្រឿងចក្រល្អតែបែរជាគ្មានអ្នកណាអាចមកដំឡើងម៉ាស៊ីនបានគ្រឿងបន្លាស់ដែលផលិតចេញមកសុទ្ធតែជារបស់ខូចប្រើការមិនកើតឥឡូវនេះលោកសិនកំពុងត្រូវគេបដិសេធទំនិញហើយជួបវិបត្តិបំណុលរហូតតច្រកដល់ថ្នាក់គិតចង់ធ្វើអត្តឃាតទៅហើយគាត់កំពុងតែដើររកអ្នកទិញព្រោះចង់ផ្ទេររោងចក្រនោះចេញគ្រឿងចក្រមិនមានបញ្ហាអ្វីទេគ្រឿងចក្រសុទ្ធតែរបស់ល្អគ្រាន់តែគ្មានអ្នកណាចេះប្រើវាលោកចៅអ្នកដទៃធ្វើមិនបានតែអ្នកគ្រាន់តែស្ដាប់សំឡេងក៏ដឹងពីកំហុសដែរនេះវាដូចជាឱកាសដែលព្រះប្រទានមកឲ្យអ្នកបានបង្ហាញសមត្ថភាពពិតប្រាកដអញ្ចឹងទៅយើងទៅជិះកង់បីខ្ញុំទៅខ្ញុំនឹងនាំអ្នកទៅជួបលោកសិននោះទៅចាំខ្ញុំទៅមើលរោងចក្រនោះគឺនៅទីនេះឯងលោកសៀនឯងឈួតហើយឡាលីនកុំខាត់ខ្ញុំអីឲ្យខ្ញុំស្លាប់ទៅចុះខ្ញុំបានខ្ចីលុយការប្រាក់ខ្ពស់គេដើម្បីទិញម៉ាស៊ីនទាំងនេះតែខ្ញុំវាគ្រាន់តែជាអ្នករកស៊ីធម្មតាមិនចេះបច្ចេកទេសអ្វីឡើយជាងកន្លះខែមកនេះកម្រិតភាពជាក់លាក់នៃគ្រឿងបន្លាស់ដែលផលិតបានគឺសុទ្ធតែមិនបានតាមស្តង់ដារទាំងអស់តែថែបល្អពីឆឹងទូខ្លាយទៅជាដែកអេតចៃអស់ហើយអតិថិជនសុំលុបចោលការបញ្ជីទិញម្ចាស់បំណុលមកតាមដល់មាត់ទ្វារតែខ្ញុំយកអ្វីទៅសងគេខ្ញុំមានតែយកជីវិតទៅសងទេជួបបញ្ហាបន្តិចបន្តួចក៏គិតខ្លីបែបនេះអញហៅខ្លួនឯងថាជាប្រុសមែនទេថ្ងៃនេះខ្ញុំមិនមែននាំអ្នកសង្គ្រោះជីវិតមកឲ្យឯងទេឡើយសិនមែនទេម៉ាស៊ីនប៉ុន្មានគ្រឿងនេះលោកទិញមកមិនខាត់ទេម៉ាស៊ីនមើលទៅមិនអន់ទេថៃតំបានល្អខ្លាំងណាស់ម៉ាស៊ីនល្អហើយបានការអីកម្មករក្រោមដៃខ្ញុំសុទ្ធតែពួកអត់ពេញទឹកពេញដីកែច្នៃគ្រឿងបន្លាស់ស៊ុយជំរឿមិនបានសោះធ្វើចេញមកសុទ្ធតែជារបស់ខូចគុណភាពទាំងអស់នោះក៏ព្រោះតែពួកគេគ្មានជំនាញគ្រឿងម៉ាស៊ីនលោកនេះវាល្អស្រាប់ហើយគ្រាន់តែខ្វះអ្នកជំនាញពិតប្រាកដមកកំណត់វាឡើងវិញឲ្យតែកំណត់កម្រិតភាពជាក់លាក់បានត្រឹមត្រូវទោះជាការកុម្ម៉ង់ទំនិញស៊ុយជំរឿកម្រិតណាក៏មិនមែនជារឿងពិបាកដែរមិនចាំបាច់បារម្ភទេលោកសិននេះគឺជាអតីតមេជាងជំនាញជាន់ខ្ពស់លេខ8ពីរោងចក្រត្រាក់តររដ្ឋលោកចៅវៃតុងលោកគ្រូចៅគាត់គ្រាន់តែបិទភ្នែកស្ដាប់សំឡេងម៉ាស៊ីនក៏អាចកំណត់កម្រិតភាពជាក់លាក់បានយ៉ាងត្រឹមត្រូវដែរគាត់ពិតជាគ្មានបញ្ហាទេមេជាងជំនាញជាន់ខ្ពស់លោកគ្រូសាវអាលីននិយាយត្រូវហើយលោកគឺជាទេវតាដែលស្ថានសួគ៌បញ្ជូនមកជួយជីវិតខ្ញុំពិតមែនលោកសិនកុំទាន់រំភើបអី
ខ្ញុំទើបតែពិនិត្យមើលរួចរាល់គ្រឿងចាក់របស់អ្នកមិនមានបញ្ហាអ្វីទេប៉ុន្តែការកំណត់ស្តង់ដារគុណភាពខ្ពស់មិនមែនគ្រាន់តែនិយាយស្ដីគឺអាចធ្វើបាននោះទេវាត្រូវការពេលវេលាដើម្បីកំណត់ក្បួនខ្នាតថ្មីឲ្យម៉ាស៊ីនឡើងវិញឲ្យតែលោកគ្រូអាចធ្វើបានខ្ញុំសិននឹងមិនឲ្យលោកគ្រូខាតបង់ដាច់ខាតលោកគ្រូសាវខ្ញុំដឹងថាអ្នកទើបតែចេញមកពីកន្លែងផ្សេងប្រហែលជាមិនសូវមានដើមទុនក្នុងដៃប៉ុន្មានទេអីចេះចុះឲ្យតែលោកគ្រូអាចប្រើប្រាស់គ្រឿងចាក់ទាំងនេះផលិតគ្រឿងបន្លាស់ដែលមានភាពសុក្រឹតខ្ពស់ឲ្យខ្ញុំបានរោងចក្រមួយនេះរាប់ទាំងគ្រឿងម៉ាស៊ីនទាំងអស់នេះផងដែរខ្ញុំប្រគល់ឲ្យលោកទាំងអស់ដោយមិនយកថ្លៃខាអ្នកនិយាយអីណាអាសឹងអញចង់សម្លាប់ខ្លួនមិញនេះរហូតដល់ខូចខួរក្បាលទៅហើយឬនេះជារោងចក្រដែលអញខំខ្ចីបូលគេរាប់សែនដើម្បីបង្កើតឡើងណាខ្ញុំមិនបានឈួតទេគ្រឿងម៉ាស៊ីនទាំងនេះបើនៅក្នុងដៃខ្ញុំវាមិនខុសពីដែកអេតចៃឡើយបើនៅបន្តបែបនេះខ្ញុំនឹងត្រូវហិនហោចគ្រួសារមិនខានបើប្រគល់ឲ្យពូសាវទើបវាអាចបង្កើតជាលទ្ធផលបានរោងចក្រនេះខ្ញុំប្រគល់ឲ្យពូការគ្រប់គ្រងផលិតកម្មពូជាអ្នកសម្រេចចិត្តទាំងអស់ចុះខ្ញុំសុំត្រឹមតែភាគហ៊ុន 30% បានហើយទោះយ៉ាងណាមកទៅខ្ញុំនៅតែអាចនិយាយចរចាបានខ្លះដែរចាប់ពីពេលនេះទៅខ្ញុំនឹងទទួលខុសត្រូវរឿងរកស៊ីខាងក្រៅស្វែងរកអតិថិជនមកឲ្យលោកគ្រូសាវតើលោក